ជំរាបសួរទាំងអស់គ្នាបាទកន្លងមកយើងទាំងអស់គ្នាបានដឹងហើយអំពីទីតាំងហុងស៊ុយដែលត្រូវសាងសង់ផ្ទះបន្ទាប់មកយើងដឹងអំពីទិសរបស់មុខផ្ទះតើយើងត្រូវសាងសង់ផ្ទះបែរមុខទៅទិសខាងណាបន្ទាប់មកទៀតយើងក៏បានដឹងផងដែរអំពីហុងស៊ុយខាងមុខផ្ទះថាតើបរិស្ថាននៅខាងមុខផ្ទះហ្នឹងវាមានសភាពបែបណាដែលយើងសាងសង់ផ្ទះទៅវាប្រកបដោយជ័យភូមិមានជោគមានលៀបមានសេរីភាពបាទហើយបន្តទៅទៀតយើងត្រូវដឹងអំពីហុងស៊ុយក្រោយផ្ទះ面对万重浪តើខាងក្រោយផ្ទះត្រូវមានហុងស៊ុយបាទត្រូវមានបរិស្ថានត្រូវមានទីតាំងបែបណាទើបការសាងសង់ផ្ទះរបស់យើងនោះបាទប្រកបដោយសុខដោយសេរីដោយសួស្តីដោយជ័យយាមង្គលនោះកន្លងមកយើងដឹងហើយថាហុងស៊ុយមុខផ្ទះត្រូវទៀបបាទត្រូវទៀបឯហុងស៊ុយក្រោយផ្ទះគឺត្រូវខ្ពស់ដូច្នេះហើយបាទនៅខាងក្រោយផ្ទះរបស់យើងបាទត្រូវមាននីវ៉ូខ្ពស់ជាងបាតផ្ទះបាទត្រូវមាននីវ៉ូខ្ពស់ជាងនីវ៉ូខាងមុខផ្ទះបាទបើយើងនិយាយឲ្យជាទូទៅគឺខាងមុខផ្ទះបាទត្រូវទៀបហើយមានកន្លែងដក់ទឹកនៅខាងមុខផ្ទះយើងឯខាងក្រោយផ្ទះបាទត្រូវមានទួលបាទមានដំបូកមានភ្នំចុះបើអញ្ចឹងមានដំបូកមានទួលមានភ្នំអញ្ចឹងបើទីក្រុងហ្នឹងបាទទៅរកដំបូករកទួលរកភ្នំនៅឯណាបាទនៅទីក្រុងយើងដឹងហើយថាមានសំណង់ច្រើនស្អេកស្កះបាទណែនណាន់តាន់តាប់មានសំណង់ខ្ពស់មានសំណង់ទាបប្រសិនបើនៅខាងក្រោយផ្ទះរបស់យើងមានសំណង់ធំមានសំណង់ខ្ពស់គឺមានន័យថាគេជួយដល់ហុងស៊ុយរបស់យើងហើយ